ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកឆាត្រសក់ស្រូវជាមួយសាច់គោកាលមុនឆាត្រសក់ស្រូវជាមួយកោះមាន់លើកហ្នឹងគឺជាមួយសាច់គោម្ដងណាសាច់គោគឺឆាប្រហើយបងប្អូនអើយហើយនេះស្លឹកខ្ទឹមមើលខ្ទឹមហើយត្រសក់ស្រូវចិត្តស្ដាងមកហើយមុននឹងបងប្អូនចិត្តឆាបងប្អូនភ្លក់មកផងបើសិនជាល្វីងបងប្អូនបោះចោលណាហើយភ្លេចបានជាមួយទឹកឆារបស់ខ្ញុំឥឡូវរៀបចំឆាសិនខ្ញុំដាក់ប្រេងឆាក្តៅខ្ញុំដាក់ត្រសក់ចូលឆាជាមួយត្រសក់ខាងនឹងត្រឡប់ឲ្យត្រសក់ប្រែពណ៌ក៏បានដែរបងប្អូនហើយបើបងប្អូនអត់មានទឹកឆាទេបងប្អូនអាចរោយជាម្សៅរ៉ូឌីតិចៗយើងលៃលោកតើមើលរសជាតិឡែមទេបងប្អូនអើយខ្ញុំបន្ទាប់ពីខ្ញុំឆាឲ្យវារៀងប្រែពណ៌ខ្ញុំក៏ដាក់ទឹកឆាការឆាជាមួយសាច់គោបងប្អូនឆាតាមវិធីខ្ញុំបើសិនជាបងប្អូនឆាដោយសាច់ជ្រូកអត់កើតទេព្រោះអីសាច់គោបើសិនយើងឆាដោយសាច់ជ្រូកវាស្វិតណាតែបើបងប្អូនឆាដូចខ្ញុំទៅធ្វើឲ្យសាច់គោយើងផុយឆ្ងាញ់ណាបងប្អូនហ្នឹងអាស៊ីសងលើបងប្អូនទិញសាច់គោផុយផងដែរបន្ទាប់ពីខ្ញុំឆាឲ្យឆ្អិនតិចមកខ្ញុំក៏ដួសដាក់ចានហើយខ្ញុំក៏បានលាងខ្ទះដែរបងប្អូនគឺខ្ញុំដាក់ប្រេងហើយនឹងចាក់ខ្ទឹមពងឲ្យក្រហមបន្ទាប់មកខ្ញុំក៏ដាក់សាច់គោចូលបន្ទាប់មកខ្ញុំក៏ដាក់ទឹកឆាខ្ញុំលៃលោកមើលតាមសាច់តាមបន្លែអញ្ចឹងបងប្អូនហើយខ្ញុំក៏បានថែមទឹកដើម្បីបានទឹកឲ្យកូនក៏លេបបាយញ៉ាំពេលដែលយើងថែមទឹកឆាហើយខ្ញុំក៏បើកភ្លើងរៀងខ្លាំងល្មមហីញីតែ2 3ត្រឡប់ទៅគឺបានហើយព្រោះសាច់គោលឿនមែនតែនបន្ទាប់មកខ្ញុំក៏ដាក់បន្លែហើយខ្ញុំក៏កូរអញ្ចឹងមកកូរតែ2 3ត្រឡប់គឺរួចឲ្យខ្ញុំដាក់ស្លឹកខ្ទឹមហើយបើរសជាតិល្មមតែម្ដងបងប្អូនអើយសាច់មិនថាបងប្អូនឆាត្រសក់ស្រូវឬសក់ផ្អទេប៉ុន្តែបើត្រសក់ស្រូវឆ្ងាញ់ជាងសក់ផ្អស្រូវគឺពេលដែលយើងឆាទៅសាច់ត្រសក់ស្រូវឡើងផ្អែមឆ្ងាញ់មែនទេនៅលើបងប្អូនថាបងប្អូនចូលចិត្តត្រសក់ស្រូវឬក៏ត្រសក់ផ្អដែរចំណែកខ្ញុំចូលចិត្តត្រសក់ស្រូវឆ្ងាញ់ណាស់បងប្អូនហើយយើងឆាមួយពងទាក៏បានដែរមកបងប្អូនមកពិសាបាយមីខ្ញុំទាំងអស់គ្នាណាត្រសក់ស្រូវឆាមួយសាច់គោហើយពេលដែលខ្ញុំឆាត្រសក់ស្រូវហ្នឹងសាច់ត្រសក់ស្រូវពេលដែលហូបហើយគឺថាស្រួយឆ្ងាញ់ដែរតាបងប្អូនហើយមិនថាបងប្អូនឆាមួយអីក៏ឆ្ងាញ់ដែរហើយឆាមួយពងទាក៏ឆ្ងាញ់ដែរបងប្អូនខ្ញុំថាអាហ្នឹងថាចង់ឆាមួយពងទាប៉ុន្តែឃើញហ្នឹងសាច់គោនៅអញ្ចឹងក៏ឆាប្រហើយមើលទៅព្រោះអីសាច់គោដែលខ្ញុំឆាហ្នឹងខ្ញុំហាន់ពីសាច់ប្រឡាក់បងប្អូនខ្ញុំបែងចែក6 7ពេលហ្នឹងទៅឥឡូវលើកហ្នឹងគឺថាលើកចុងក្រោយហើយថ្ងៃហ្នឹងដោយសារខ្ញុំប្រើកូនខ្ញុំក៏ដាំបាយគាត់ធ្ងន់រៀងយូរម្ល៉េះហើយទៅអាបាតក្រោមហ្នឹងវារៀងទៅជាក្តាំងបងប្អូនហើយទៅពីរៀងយូរបន្តិចកូនស្រីខ្ញុំមកប្រើដាំបាយអស់គេអត់បាននៅមើលហើយក៏ដាក់ទឹកទៀតនៅមានណាថែមទឹកឡើង3 4 ដងហើយនៅតែឆៅបាយមានដល់ពេលហើយទៅពេលដែលផ្ងំយូរទៅវាឡើងជាប់បាតដូចឲ្យយើងធ្វើបាយក្តាំងហាលហើយដោយសារវាក្តាំងខ្លាំងខ្ញុំក៏ហូបទៅម្ល៉េះហើយទៅពេលរៀងយូរបន្តិចបើសិនខ្ញុំអត់ហូបទេបាយត្រូវដាក់ហាលធ្វើក្តាំងហើយចំណែកកូនពៅខ្ញុំមកទាទឹកដោះគោនេះទឹកដោះគោនេះរបស់ខ្មែរទេទៅសាមិនទាដោះគោគឺថាទានំអីញ៉ាំអានេះប្រើកូនដាំបាយមានក្តាំងទៀតហើយហូបបាយក្តាំងរៀងយូរតិចអូនេះការឆាត្រសក់សាច់គោរបស់ខ្ញុំមានប៉ុណ្្នឹងទេអរគុណបងប្អូនដែលបានជួយមើលវីដេអូតាំងពីដើមដល់ចប់ជូនពរបងប្អូនមានសុខភាពល្អសំណាងល្អគ្រប់គ្នាជម្រាបលាជួបគ្នាវីដេអូក្រោយ